វគ្គពិធីការនេះមានសារៈសំខាន់មានន័យថាដំណើរការប្រព្រឹត្តទៅនៃកម្មវិធីមួយគឺត្រូវមានពិធីការនេះឯងសម្រាប់វគ្គបណ្ដុះបណ្ដាលទី2ចំនួនទី2នេះគឺយើងបានសង្កេតឃើញសិក្ខាកាមគាត់បានយកចិត្តទុកដាក់ខ្ពស់នៅពេលដែលខ្ញុំធ្វើការបញ្យលអំពីទ្រឹស្ដីគាត់តាមដានដោតអារម្មណ៍របស់គាត់ទៅលើការបញ្យលជាសម្លេងរបស់ខ្ញុំហើយនិងជា slide របស់ខ្ញុំនឹងគឺតាមដានណាមុននឹងមកខ្ញុំគិតថាសម្រាប់ការចូលរៀនវគ្គវិធីការនេះគ្រាន់តែជាការបង្ហាញអំពីទ្រឹស្ដីខ្លះដើម្បីជ្រាបជូនទៅដល់អ្នកដែលគាត់មានធ្លាប់មានបទពិសោធន៍ឬក៏មិនដែលមានបទពិសោធន៍សោះអាចស្វែងយល់បន្ថែមតែអ្វីដែលជាក់ស្ដែងយើងរៀនជាក់ស្ដែងហ្នឹងគឺយើងទទួលបានទាំងទ្រឹស្ដីហើយជាមួយនឹងការអនុវត្តផ្ទាល់ផងដែរតាមរយៈការចូលរួមវគ្គបណ្ដុះបណ្ដាលវគ្គ2នេះខ្ញុំមើលឃើញពីចំណុចខ្វះខាតហើយយើងនឹងយកទៅដើម្បីបំពេញបន្ថែមនៅអ្វីដែលយើងខ្វះខាតហើយសង្ឃឹមថាអ្វីដែលយើងរៀនពីលោកគ្រូឧទ្ទេសហ្នឹងជាពិសេសគឺលោកគ្រូសាស្ត្រាចារ្យបណ្ឌិតកឹមចៃហៀងហ្នឹងគឺគាត់ជាលោកគ្រូឧទ្ទេសដ៏មានបទពិសោធន៍ហើយនឹងការបង្ហាត់បង្ហាញនៅអ្វីដែលជាទ្រឹស្ដីហ្នឹងគឺល្អមែនទែនរួមទាំងអ្វីដែលគាត់បានលើកឡើងគឺគាត់ហាក់បីដូចជាគាត់នឹងបានធ្វើសកម្មភាពក៏ដូចជាការរៀបចំស្ដែងតែម្ដងបើទោះបីជាទ្រឹស្ដីក៏ដោយបាទបន្ទាប់ពីទ្រឹស្ដីការអនុវត្តពិតជាធ្វើឲ្យខ្ញុំកាន់តែយល់បន្ថែមអំពីមេរៀនហ្នឹងហើយនឹងការបកស្រាយរបស់លោកសាស្ត្រាចារ្យបន្ថែមទៀតបងមានទាំង slide មានទាំងការអនុវត្តជាក់ស្ដែងណាបងអាហ្នឹងជំរុញឲ្យយើងកាន់តែយល់ពីមេរៀនបងចាខ្ញុំចាប់អារម្មណ៍ត្រង់ការបត់បែនចាយើងពិធីការយើងមានការបត់បែនប្រែប្រួលទៅតាមស្ថានភាពអញ្ចឹងជាក់ស្ដែងរាល់ថ្ងៃខ្ញុំនៅខាងមុខគឺតែងតែជួបស្ថានភាពហ្នឹងបងអញ្ចឹងយើងអាចយល់ដឹងច្រើនពីការបត់បែនទៅតាមភ្ញៀវដែលគាត់កំពុងតែជួបប្រទះយើងនៅនឹងកន្លែងជាក់ស្ដែងបងដើម្បីជួយសម្រួលគាត់ពីបញ្ហាមួយទៅបញ្ហាមួយបងចំពោះថ្នាក់ពិធីការនេះខ្ញុំបានទទួលបាននៅចំណេះដឹងថ្មីច្រើនពាក់ព័ន្ធទៅនឹងការងារពិធីការដោយកន្លងមកខ្ញុំយល់ឃើញថាវាពិតជាមានសារៈសំខាន់ខ្លាំងជាមួយនឹងការងាររបស់ខ្ញុំផ្ទាល់ក៏ដូចជាការរស់នៅក្នុងជីវភាពជាក់ស្ដែងចំណុចសំខាន់ដែលខ្ញុំនឹងយកទៅអនុវត្តក៏ដូចជាប្រើប្រាស់នៅក្នុងកិច្ចការងារប្រចាំថ្ងៃគឺតាក់ទងជាមួយនឹងការរៀបចំទីតាំងកម្មវិធីទី1ទី2គឺការស្គាល់គណៈអធិបតីឬក៏សមាជិកអ្នកដែលត្រូវចូលរួមត្រូវចាត់ចែងថាតើការងារពិធីការត្រូវបែងចែកទៅអីគេខ្លះទទួលខុសត្រូវទៅលើអីគេខ្លះអញ្ចឹងគឺយើងនឹងបានយកមេរៀនហ្នឹងមកអនុវត្តផ្ទាល់ជាក់ស្ដែងហើយនឹងបានត្រឹមត្រូវសូមឲ្យសាលា Go Global បាទបន្តបើកវគ្គបន្តទៀតដើម្បីសិស្សនិស្សិតឬក៏បងប្អូនដែលមានបំណងចំណាប់អារម្មណ៍ចង់ចូលរៀនវគ្គបណ្ដុះបណ្ដាលពិធីការនេះខ្ញុំអាចនឹងយកទៅអភិវឌ្ឍដើម្បីប្រើការនៅក្នុងស្ថាប័នរបស់ខ្ញុំបានព្រោះយើងក៏មានកម្មវិធីផ្សេងទៀតដែលត្រូវរៀបចំដូចគ្នាខ្ញុំគិតថាខ្ញុំអាចនឹងឆ្លៀតឱកាសមានឱកាសណាមួយដែលអាចបញ្ចេញសមត្ថភាពក្នុងការដែលខ្ញុំបានរៀនមេរៀននៅក្នុងថ្ងៃនេះពាក់ព័ន្ធទៅនឹងពិធីការនេះចា៎ទ្រឹស្ដីដែលលោកសាស្ត្រាចារ្យបានផ្ដល់មកអង្គការកម្មគឺខ្ញុំពេញចិត្តខ្លាំងហើយខ្ញុំគិតថាខ្ញុំនឹងយកទៅកែតម្រូវក៏ដូចជាអភិវឌ្ឍបន្ថែមទៅលើកិច្ចការផ្នែកពិធីការនេះឲ្យបានល្អប្រសើរអរគុណច្រើនបង